កុំចាត់ទុកម៉ែត្រឹមតែជាឆាត់មានរឿងនិទានមួយដែលម៉ែចង់លើកយកមកនិយាយប្រាប់កូនរឿងនោះមានឈ្មោះថាឆាត់គ្រឿងសង្ហារិមជាច្រើនមានតុទូកៅអីនិងរបស់ប្រើប្រាស់ជាច្រើនទៀតដូចជាចានកែវតុក្កតាកាបូបគ្រប់ប្រភេទនិងស្បែកជើងគ្រប់ម៉ូដសុទ្ធតែជារបស់មានតម្លៃដែលត្រូវបានម្ចាស់ផ្ទះដាក់តាំងយ៉ាងមានរបៀបរៀបរយល្អមើលទៅម្ចាស់ផ្ទះស្រឡាញ់វត្ថុទាំងនោះខ្លាំងណាស់យកចិត្តទុកដាក់បោសសម្អាតជូតលាងស្ទើរតែរាល់ថ្ងៃយើងក្រឡេកទៅមើលនៅកន្លៀតគៀនទូដែលដាក់តាំងវត្ថុមានតម្លៃទាំងនោះគឺមានឆាត់យ៉ាងកញ្ចាស់មួយដែលត្រូវបានម្ចាស់ទុកចោលដោយមិនអើពើជាមួយសំបីតែបន្តិចគេដាក់ឲ្យដេកដួលមនុស្សម្នាដើរកន្លងទៅមករាល់ថ្ងៃដោយគ្មានក្តីអាណិតអាសូរអីសោះឆាត់មានអារម្មណ៍ច្រណែននឹងកាបូបស្បែកជើងដែលនៅក្នុងទូនោះខ្លាំងណាស់